បាត់មីសួរសិស្សនិស្សិតទាំងអស់គ្នាមកដល់សំណួរទី15ទៅដល់ទី18សំណួរទី15តើសន្ធិសញ្ញាជាសម្ងាត់រវាងកម្ពុជានិងបារាំងនៅឆ្នាំ1863បានកើតឡើងដូចម្តេចសំណួរទី16តើបារាំងបានដាក់អាណាព្យាបាលលើខ្មែរផ្លូវការថ្ងៃខែឆ្នាំណាក្នុងរជ្ជកាលអង្គណាសំណួរទី17តើព្រះបាទអង្គវតីឬនរោត្តមបានឡើងសោយរាជ្យនៅថ្ងៃខែឆ្នាំណាហើយមានព្រះនាមដូចម្តេចសំណួរទី18នៅឆ្នាំ1877តើបារាំងបានធ្វើកំណែទម្រង់សង្គមនៅកម្ពុជាប៉ុន្មានចំណុចអ្វីខ្លះក្នុងត្រង់សំណួរទី18នេះគឺភាគច្រើនគឺចេញសម្រាប់បងប្អូនសិស្សានុសិស្សយកទៅប្រឡងបានគឺវានឹងអាចនឹងចេញក្នុងការប្រឡងមិនថាវិទ្យាសាស្ត្រសង្គមឬក៏វិទ្យាសាស្ត្រពិតទេតើឥឡូវយើងចាប់ផ្ដើមចូលទៅដល់ចម្លើយ15សន្ធិសញ្ញាជាសម្ងាត់រវាងកម្ពុជានិងបារាំងនៅឆ្នាំ1863បានកើតឡើងពីការជួយប្រទេសកម្ពុជានិងការពារដោយរក្សាទឹកដីមិនឲ្យបាត់បង់ទៀតឡើយដោយសារតែពេលនោះកម្ពុជាយើងគឺបាត់បង់ទឹកដីទៅសៀមខ្លះហើយនឹងខាងយួនខ្លះហើយបារាំងបានធ្វើអាណាព្យាបាលខ្មែរក៏បានទាមទារខេត្តផ្សេងៗពីខ្មែរដែរហើយយើងនឹងសិក្សានៅសំណួរបន្តខាងមុខតោះឥឡូវចូលដល់ចម្លើយទី16បារាំងបានដាក់អាណាព្យាបាលលើខ្មែរជាផ្លូវការនៅថ្ងៃទី11ខែសីហាឆ្នាំ1863ក្នុងរជ្ជកាលអង្គវតីឬនរោត្តមក្នុងសំណួរនេះគឺថ្ងៃទី11ខែសីហាឆ្នាំ1863នេះគឺជាថ្ងៃខែដែលបារាំងដាក់អាណាព្យាបាលមកលើខ្មែរវាខុសគ្នាពីថ្ងៃដែលបារាំងបានដាក់អាណានិគមមកលើខ្មែរហើយអាណានិគមនិងអាណាព្យាបាលខុសគ្នាដូចម្តេចយើងនឹងសិក្សានៅសំណួរបន្តតោះចម្លើយទី17ព្រះបាទអង្គវតីឬនរោត្តមបានឡើងសោយរាជ្យនៅថ្ងៃទី3ខែមិថុនាឆ្នាំ1864មាននាមព្រះបាទនរោត្តមភាគច្រើនសំណួរដែលសួរថ្ងៃខែឆ្នាំនេះគឺជាសំណួរដែលមានអត្ថប្រយោជន៍ចេញនៅក្នុងការប្រឡងច្រើនមែនទែនហើយយើងព្យាយាមចាំនៅថ្ងៃខែឆ្នាំកំណើតដែលមានព្រឹត្តិការណ៍អ្វីផ្សេងគឺភាគច្រើនគឺចេញនៅសំណួរទី1ទី2នឹងតែម្ដងតោះចម្លើយទី18នៅឆ្នាំ1877បារាំងបានធ្វើកំណែទម្រង់សង្គមនៅកម្ពុជាចំនួន2ចំណុចគឺសេដ្ឋកិច្ចពាណិជ្ជកម្មនិងនយោបាយបាទអរគុណបងប្អូនសិស្សានុសិស្សទាំងអស់គ្នានេះជាចម្លើយទី15ដល់ទី18សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងព្យាយាមតាមដានខ្ញុំនឹងរៀបរាប់សំណួរបន្តទៀតហើយនៅពេលដែលបញ្ចប់សំណួរបន្តនៅក្នុងមេរៀនរបស់យើងនេះគឺខ្ញុំនឹងធ្វើសំណួរត្រៀមប្រឡងហើយអត្រាកំណែផ្សេងៗដែលធ្លាប់ចេញនៅក្នុងការប្រឡងប្រវត្តិវិទ្យាបាទអរគុណច្រើន